Trung Quốc thị buồn vì cha trong cõi rồi bọc mày không niệm côn chi côn không mãi côn ơi cháu cứ biết chăm tay sầm lần mưa trọc sầm bạch trong bao dương tê cana dương plek luốn biếtประกอบจิต đuổi យក ទៅ បាត់ អស់ មិន ខាន ដូច្នេះ កូន ត្រូវ រួបរวม គ្នា ថែ រក្សា ទ្រព្យ របស់ យើង ឲ្យ បាន គង់ វង្ស ណា កូន កុំ ឲ្យ ពួក ចោល គៀន របង ពី ចេះ តែ បាន ដៃ លួច ហើយ លួច ទៀត វប្បធម៌ ខ្មែរ ល្អ ផូរ ផង ណាស់ នឹង មាន តម្លៃ យ៉ាង ក្រៃ លែង ហើយ មាន អាយុ កាល ក៏មិនតិចពាន់ឆ្នាំដែរព្រោះដូនតារបស់យើងថែរក្សាមកបានល្អទើបវប្បធម៌នៅគង់វង្សដល់ឥឡូវដូច្នេះកូនកុំធ្វើឲ្យផាត់បង់នៅសម័យកាលរបស់កូនណាជាពិសេសកូនស្រីមានម្ដាយកូនត្រូវតែស្មោះត្រង់នឹងវប្បធម៌ប្រពៃណីជាតិខ្មែរយើងជាដរាបណាកូនកូនស្រីម៉ែក្នុងនាមកូនជាកូនខ្មែរកូនត្រូវតែថែរក្សាអ្វីដែលជារបស់ខ្មែរកូនត្រូវតែចេះស្រឡាញ់ជាតិស្រឡាញ់សាសនាស្រឡាញ់គ្រួសារស្រឡាញ់វប្បធម៌បើកូនរវល់តែឆ្លោះគ្នារវល់តែជេរគ្នាពេញបណ្ដាញសង្គមរវល់តែសែតរវល់តែត្រាម៉ាតើពេលណាទៅវប្បធម៌អរិយធម៌របស់យើងល្អផូរផង់ដូចមុនបើយើងមិនថែរក្សាទ្រព្យរបស់យើងទេតើបានអ្នកណាមកថែជំនួសយើងទៅទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាយើងត្រូវតែរួមដៃគ្នាថែរក្សាណាកូនកូនប្រុសម្ដាយក្នុងនាមកូនជាកូនខ្មែរកូនត្រូវតែជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិកូនត្រូវខំរៀនឲ្យមានចំណេះដឹងហើយប្រើប្រាស់ចំណេះដឹងរបស់កូនឲ្យមានប្រយោជន៍ដើម្បីសាងសង្គមគ្រួសារនិងសាងជីវិតរបស់កូនឲ្យបានខ្ពង់ខ្ពស់ឧត្តមឧត្តមហើយនឹងយកចំណេះដឹងរបស់កូនទៅអភិវឌ្ឍសង្គមជាតិឲ្យបានរីកចម្រើនកូនកុំភ្លើតភ្លើនសប្បាយភ្លេចខ្លួនឲ្យសោះណាកូនបើកូនរវល់នៅគ្នាសប្បាយភ្លើតភ្លើននឹងវប្បធម៌គេសម្បត្តិវប្បធម៌ខ្មែរនឹងបាត់បង់អស់មិនខានកុំភ្លេចថែរក្សាទ្រព្យយើងផងណាកូនខ្មែរមានវប្បធម៌ល្អអស្ចារ្យខ្មែរមានសាសនាព្រះសម្ពុទ្ធខ្មែរមានអង្គរល្អបំផុតខ្មែរចិត្តបរិសុទ្ធគំនិតថ្លាខ្មែរមានពិធីបុណ្យជាខ្មែរខ្មែរនាំគ្នាថែជាតិសាសនាខ្មែរមានមរតកពីដូនតាខ្មែរត្រូវរក្សាឲ្យគង់វង្សខ្មែរមានអក្សរភាសាជាតិខ្មែរមានមារយាទល្អផូរផង់ខ្មែរមានសិល្បៈគ្រប់ទម្រង់ខ្មែរថែឲ្យគង់តរៀងទៅក្នុងនាមជាខ្មែរត្រូវថែរក្សាវប្បធម៌ពុជពងអង្គរដ៏មានតម្លៃមិនធ្វើខ្លួនតាមវប្បធម៌ដទៃខ្មែរមានតម្លៃព្រោះស្រីជួយថែកូនជាកម្លាំងចិត្តម៉ែនៅក្រោមសូរសែងនៃដួងព្រះសុរិយាទោះជាក្តៅខ្លាំងយ៉ាងណាក៏ម៉ែនៅតែអាចញញឹមចេញមកបានដើម្បីកូនម៉ែមិនដែលរាថយនឹងការងារគ្រប់យ៉ាងឡើយកម្លាំងកាយរបស់ម៉ែខ្សោយមានពិតតែម៉ែមានកម្លាំងចិត្តជួយជំរុញពីខាងក្រោយឲ្យម៉ែធ្វើដំណើរទៅមុខកម្លាំងចិត្តរបស់ម៉ែនោះគឺកូនគឺជាថ្នាំកម្លាំងដែលធ្វើឲ្យម៉ែមានកម្លាំងនឹងពុះពៀធ្វើការងារមិនខ្លាចនឿយហត់ចំណូលជីវិតបក់បោកស្ទើរតែទុកមិនស្នះតែម៉ែប្រឹងជំនះម៉ែយកឈ្នះខ្ចប់ជួសជីវិតនេះឲ្យបានដើម្បីត្រួសត្រាយផ្លូវឲ្យកូនដើរទៅរកអនាគតដែលភ្លឺចាំងចែងម៉ែអវិជ្ជាតែម៉ែមិនព្រមឲ្យកូនរបស់ម៉ែអវិជ្ជាដូចម៉ែឡើយម៉ែនឹងទាញឲ្យកូនផុតពីសោកនាដកម្មជីវិត
នៃភាពល្ងឹតងងខ្លៅនេះទោះបីម៉ែត្រូវអាសាច់សម្រកឈាមក៏ម៉ែហ៊ានធ្វើដើម្បីកូនដែរម៉ែអាចស្លាប់បិទភ្នែកមិនចិត្តបើសិនជាម៉ែមិនទាន់ជួយកូនឲ្យបានឃើញកោះឃើញត្រើយជីវិតរបស់ម៉ែនឹងរស់គ្មានន័យបើសិនជាម៉ែរកសេចក្តីសុខប្រគល់ឲ្យកូនមិនបានប៉ុន្តែជីវិតម៉ែនឹងរីកស្រស់ដូចផ្កានៅពេលណាដែលម៉ែឃើញកូនរបស់ម៉ែមានអនាគតភ្លឺស្វាងថ្ងៃក្តៅភ្លៀងគោរន្ទះខ្យល់ជុះមិនមែនឧបសគ្គសម្រាប់ម៉ែឡើយអ្វីដែលជាឧបសគ្គសម្រាប់ម៉ែគឺកូនដែលមិនយល់ចិត្តម៉ែកូនដែលមិនឃើញពីតម្លៃរបស់ម៉ែវាជាឧបសគ្គដែលធ្វើឲ្យម៉ែគ្មានកម្លាំងនឹងតតាំងទៅមុខទៀតដូច្នេះកូនកុំធ្វើឲ្យការខិតខំប្រឹងប្រែងរបស់ម៉ែคล้ายទៅជាអត់ន័យណាកូនកូនមានដែរអន់ចិត្តទេដែលកូនកើតមកនៅក្នុងត្រកូលអ្នកស្រែកូនដែលគិតថាខ្មាស់គេទេតែកូនកើតមកចំម៉ែអ្នកក្រម៉ែមិនមានលុយទិញរបស់ល្អប្រែនឲ្យកូនតែម៉ែមានសេចក្តីស្រឡាញ់ពិតប្រាកដមិនលាក់ពុតប្រគល់ឲ្យកូនម៉ែសុខចិត្តងងឹតក្នុងបច្ចុប្បន្នតែម៉ែចង់ឲ្យអនាគតរបស់កូនបានភ្លឺស្វាងម៉ែសុខចិត្តនឿយហត់រាល់ថ្ងៃតែម៉ែចង់ឲ្យថ្ងៃមុខកូនបានសុខស្រួលខ្លួនបានរបស់ម៉ែមិនស្អាតសម្លៀកបំពាក់របស់ម៉ែមិនល្អកាយវិការរបស់ម៉ែអាចមិនទន់ភ្លន់តែបេះដូងរបស់ម៉ែស្អាតល្អនឹងទន់ភ្លន់ជានិច្ចចំពោះកូនសម្ដីរបស់ម៉ែអាចមិនពិរោះដូចម៉ែគេដទៃគេស្ដីបដៅព្រឹកល្ងាចតែអ្វីដែលម៉ែនិយាយម៉ែស្ដីម៉ែថាគឺម៉ែចង់ឲ្យកូនល្អម៉ែមិនចេះផ្អែមល្ហែមជាមួយកូនតែម៉ែមិនដែលលាក់ពុតអ្វីជាមួយកូនឡើយកូនខុសម៉ែថាខុសកូនត្រូវម៉ែថាត្រូវកុំចាត់ទុកម៉ែត្រឹមជាឆាត់មានរឿងនិទានមួយដែលម៉ែចង់លើកយកមកនិយាយប្រាប់កូនរឿងនោះមានឈ្មោះថាឆាត់គ្រឿងសង្ហារឹមជាច្រើនមានតុទូកៅអីនិងរបស់ប្រើប្រាស់ជាច្រើនទៀតដូចជាចានកែវតុក្កតាកាបូបគ្រប់ប្រភេទនិងស្បែកជើងគ្រប់ម៉ូដសុទ្ធតែជារបស់មានតម្លៃដែលត្រូវមានម្ចាស់ផ្ទះដាក់តាំងយ៉ាងមានរបៀបរបបរៀបរយល្អមើលទៅម្ចាស់ស្រឡាញ់វត្ថុទាំងនោះខ្លាំងណាស់យកចិត្តទុកដាក់បោសសម្អាតជូតលាងស្ទើររាល់ថ្ងៃយើងក្រឡេកទៅមើលនៅកន្លៀតគៀនទូដែលដាក់តាំងវត្ថុមានតម្លៃទាំងនោះគឺមានឆ័ត្រយ៉ាងកញ្ចាស់មួយដែលត្រូវបានម្ចាស់ទុកចោលដោយមិនអើពើជាមួយសូម្បីតែបន្តិចគេដាក់ឲ្យដេកដួលមនុស្សម្នាដែលកន្លងទៅមករាល់ថ្ងៃដោយគ្មានក្តីអាណិតអាសូរអីសោះឆាត់មានអារម្មណ៍ច្រណែននឹងកាបូបស្បែកជើងដែលនៅក្នុងទូនោះណាស់ព្រោះគេស្អាតរាល់ថ្ងៃចំណែកខ្លួនអញត្រូវគេដាក់ចោលមិនរវីរវល់ជាមួយត្រូវប្រឡាក់ដោយធូលីស្ទើរតែមើលមិនយល់ល្ងាចថ្ងៃមួយភ្លៀងធ្លាក់ខ្លាំងដែលមានកិច្ចការចាំបាច់ត្រូវចេញទៅក្រៅតែមិនមានអីការពារភ្លៀងម្ចាស់ផ្ទះក៏រើសឆ័ត្រដែលទុកចោលនោះទៅបាំងការពារទាំងភ្លៀងកុំឲ្យទឹកខោអាវពេលនេះឆ័ត្រមានអារម្មណ៍សប្បាយចិត្តឥតឧបមាដែលបានការពារម្ចាស់កំពុងតែទទឹកភ្លៀងពេលនេះឆ័ត្រមានអារម្មណ៍សប្បាយចិត្តឥតឧបមាដែលបានការពារម្ចាស់
កុំឲ្យទៅទឹកភ្លៀងទោះបីជាខ្លួនឯងត្រូវខ្យល់ត្រូវភ្លៀងរងាញ័រញាក់យ៉ាងណាក៏ដោយក៏មិនខ្វល់លុះត្រឡប់មកដល់ផ្ទះវិញម្ចាស់ក៏បិទឆ័ត្ររលាស់ទឹកចេញរួចបោះចូលទៅកន្លែងដើមដល់ពេលថ្ងៃក្តៅខ្លាំងគាត់ក៏រើសឆ័ត្រទៅបាំងការពារកម្ដៅថ្ងៃម្ដងមកដល់ផ្ទះគាត់ក៏បោះឆ័ត្រចោលដូចមុនអញ្ចឹងគាត់ធ្វើបែបនេះរឿយរាល់ថ្ងៃឆ័ត្រតូចចិត្តខ្លាំងណាស់យំគ្រប់ពេលវេលាដែលម្ចាស់ផ្ទះប្រើហើយបោះខ្លួនចោលដោយទ្រាំមិនបានឆ័ត្រក៏បង្ខំចិត្តនិយាយប្រាប់ទៅម្ចាស់ផ្ទះទាំងអ៊ូលអាក់វិចាររបស់ឆ័ត្រអ្នកត្រូវការខ្ញុំតែពេលអ្នកមានបញ្ហាចង់ឲ្យខ្ញុំជួយអ្នកយកខ្ញុំទៅបាំងភ្លៀងបាំងកម្ដៅថ្ងៃប្រើខ្ញុំអស់ចិត្តហើយអ្នកក៏បោះខ្ញុំចោលឲ្យដេកដួលនៅលើឥដ្ឋដើរកន្លងទៅមកដោយមិនខ្វល់ខ្វាយអ្នកពិតជាចិត្តអាក្រក់ចិត្តខ្មៅណាស់ខ្ញុំក៏មានបេះដូងចេះឈឺចាប់ដែរខ្ញុំក៏ត្រូវការយកចិត្តទុកដាក់មើលថែពីអ្នកដែរកុំត្រូវការខ្ញុំតែពេលភ្លៀងពេលក្តៅបានទេមើលថែខ្ញុំផងតើខ្ញុំនៅការពារអ្នកបានឮវិចាររបស់ឆ័ត្រហើយម្ចាស់ផ្ទះមានអារម្មណ៍ថាខ្លួនខុសខ្លាំងណាស់ដែលប្រើប្រាស់ឆ័ត្រហើយបោះចោលសូមអភ័យទោសឆ័ត្ររួចហើយក៏ជូតសម្អាតឆ័ត្រឲ្យស្អាតដាក់តាំងនៅកន្លែងសមរម្យតាំងពីពេលនោះមកម្ចាស់ផ្ទះលែងបោះឆ័ត្រចោលទៀតហើយម្ដាយលើករឿងនេះមកដើម្បីឲ្យកូនដឹងថាម៉ែទោះជាលំបាកយ៉ាងណាហត់នឿយយ៉ាងណាថ្ងៃក្តៅយ៉ាងណាភ្លៀងគោរងាយ៉ាងណាក៏ម៉ែនៅតែប្រឹងធ្វើការគ្រប់យ៉ាងគឺម៉ែធ្វើដោយពេញចិត្តធ្វើដោយភក្ដីភាពធ្វើដោយស្នាមញញឹមគូញញឹមដើម្បីកូនម៉ែអាចអត់បាយប្រហែកទឹកខ្លួនឯងបានតែដាច់ខាតម៉ែមិនឲ្យកូនរបស់ម៉ែអត់ឡើយទោះបីជាក្រខ្សត់អត់ទ្របម្ដេចក្ដីតែម៉ែនៅតែព្យាយាមចិញ្ចឹមកូនឲ្យរស់ឲ្យកូនបានរៀនឲ្យកូនមានអនាគតល្អទឹកចិត្តម៉ែចំពោះកូនគឺធំធេងជាងទឹកមហាសមុទ្រទៅទៀតព្រោះមហាសមុទ្រគង់មានកោះមានត្រើយខ្លះតែចំពោះទឹកចិត្តម៉ែដែលស្រឡាញ់កូនគិតពីកូនព្រួយបារម្ភពីកូនគឺគ្មានកោះគ្មានត្រើយឡើយស្រឡាញ់កូនលុះសូន្យសង្ខារដោយសារកូនទើបជីវិតម៉ែចេះតស៊ូដោយសារកូនទើបម៉ែហ៊ានហែឆ្លងកាត់គ្រប់ឧបសគ្គដោយសារកូនទើបម៉ែហ៊ានពុះពៀរាល់ទុក្ខលំបាកការងារអ្វីក៏ដោយក៏ម៉ែអាចធ្វើបានដែរព្រោះតែដើម្បីកូនតែម៉ែសូមតែមួយយ៉ាងប៉ុណ្ណោះសូមកូនកុំចាត់ទុកម៉ែត្រឹមតែជាឆ័ត្រអីណាកុំត្រូវការម៉ែតែពេលមានបញ្ហាចង់ឲ្យម៉ែជួយលុះបានដល់កោះត្រើយហើយក៏ប្រងើយកន្តើយលេងនឹកងារដល់ម៉ែលេងខ្វល់ខ្វាយពីម៉ែទុកម៉ែចោលឲ្យឯកាកណ្ដោយកណ្ដែងម្នាក់ឯងកុំចោលម៉ែណាកូនពិភពលោកធំធេងក្រៃលែងណាស់តែបែរជាតូចចង្អៀតសម្រាប់ម៉ែទៅវិញពេលវេលានៃការឈឺចាប់និងពេលវេលាទឹកភ្នែកក៏ចាប់ផ្ដើមជ្រែកចូលមកក្នុងជីវិតម៉ែម្ដងហើយម្ដងទៀតភាពរីករាយដែលម៉ែធ្លាប់មានឥឡូវបានរសាត់បាត់ឆ្ងាយទៅ
ភាពសោកសៅក៏ចូលមកជំនួសវិញហើយសេចក្តីទុក្ខសោកទាំងនោះបានคล้ายទៅជាខ្សែវិញត្របាញ់ក្នុងចិត្តម៉ែធ្វើឲ្យជំពាក់វាក់វិនរកមុខស្រាយមិនចេញឡើយជីវិតចុងក្រោយរបស់ម៉ែវេទនាណាស់កូនអើយកុំទុកម៉ែចោលបានទេចាត់ទុកថាម៉ែសូមចិត្តកូនទៅចោះសូមផ្ដល់សេចក្តីសុខនាជីវិតចុងក្រោយរបស់ម៉ែផងម៉ែចង់បានភាពកក់ក្ដៅពីកូនម៉ែចង់ហូបឆ្អែតម៉ែឃ្លានរបស់ឆ្ងាញ់ម៉ែចង់ឃើញមុខកូនចង់រស់នៅក្បែរកូនមុនម៉ែលាលុកនេះទៅកុំទៅចោលម៉ែអីណាកូនគេថាមហាសមុទ្រធំធេងវែងអន្លាយឆ្ងាយដាច់កន្ទុយភ្នែកនឹងមានជម្រៅមិនអាចវាស់ស្ទង់បានឡើយតែទំហំនៃសេចក្តីទុក្ខនៅក្នុងជីវិតរបស់ម៉ែដែលកូនផ្ដល់ឲ្យពេលខ្លះធំធេងជាងមហាសមុទ្រទៅទៀតភាពឈឺផ្សាក្នុងបេះដូងម៉ែបានខ្លាចទៅជាជំងឺដែលគ្មានថ្នាំព្យាបាលឡើយហើយបើកូននៅតែទុកម៉ែចោលតទៅទៀតតែកូនដឹងទេថាជីវិតម៉ែនឹងខ្លាចទៅជាយ៉ាងណារោគផ្លូវកាយកូនអើយងាយព្យាបាលទេតែរោគក្រំក្នុងចិត្តព្រោះត្បិតរូបកូនគឺពិបាកព្យាបាលណាស់គឺឈឺរ៉ាំរ៉ៃគ្មានថ្ងៃជាឡើយផ្ដល់ឱកាសឲ្យម៉ែបានទទួលសេចក្តីសុខផ្លូវចិត្តខ្លះផងកូនកុំរវល់តែប្រចាំគ្នាច្រណែនគ្នាទុកម៉ែចោលមិនអើពើម៉ែនឹងដាច់ពោះស្លាប់មិនខានម៉ែតែមួយអាចចិញ្ចឹមកូនគ្រប់គ្នារស់ចុះហេតុអ្វីកូនគ្រប់គ្នាចិញ្ចឹមម៉ែតែម្នាក់មិនរស់វាមិនអយុត្តិធម៌ពេកទេឬសម្រាប់ម៉ែមិនប្រាថ្នាអ្វីច្រើនពីកូនទេម៉ែសូមត្រឹមតែបានបាយមួយចំអែតក្រពះមុនពេលម៉ែស្លាប់ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយតែកូនផ្ដល់ឲ្យម៉ែបានទេម៉ែហេវម៉ែហត់ម៉ែក្រម៉ែអត់ម៉ែខ្សត់ណាស់កូនម៉ែសែនលឿនណាយកាយម៉ែស្ទើរសូន្យចង់ជួបជុំកូនមុនម៉ែឃ្លីឆ្ងាយម៉ែគ្រុនរងាឈឺពុំសូវជារារូបកាយម៉ែឃ្លានខ្លាំងណាស់ស្រេកទឹកឃ្លានបាយទុកឥតរសាយម្ដាយត្រូវការកូនអើយម៉ែចាស់រងាខ្លាំងណាស់ម្ចាស់ថ្លៃមីស្ងួនរាល់ថ្ងៃល្ងាចព្រឹកអង្គុយនឹកកូនដេកស្ងាត់បាត់សូន្យកូននៅទីណាបណ្ដាំម្ដាយកូនស្រីមាសម្ដាយនៅពេលកូនធំហើយកូនត្រូវចេះថែខ្លួនណាកូនពេលកូននៅឆ្ងាយពីម៉ែកូនត្រូវស្ពាយកិត្តិយសរបស់កូនទៅជាមួយផងកូនត្រូវចេះរៀបព្រឹកពីឲ្យបានល្អកូនត្រូវទន់ភ្លន់ហើយរឹងប៉ឹងចេះគិតគូរឲ្យបានវែងឆ្ងាយមានទុកលំបាកអ្វីចូលកូននិយាយប្រាប់ម្ដាយដើម្បីរកដំណោះស្រាយកូនត្រូវមានចិត្តស្មោះត្រង់ចំពោះមនុស្សជុំវិញខ្លួនកុំលាក់ពុតមានល្បិចកិច្ចកលកូនស្រីមាសម្ដាយកូនត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្ដីរបស់មនុស្សប្រុសឲ្យបានខ្ពស់កុំនិយាយលេះលោះនាំឲ្យប្រុសមើងងាយហើយគេនឹងអាចគិតថាកូនជាមនុស្សស្រីគឺនៅត្រង់ចរិយាមារយាទល្អចេះទុកចេះដាក់ចេះរៀបចំចេះញញឹមរាប់ញាតរស់រីរាក់ទាក់
មិនវាដឹកឆ្មាំងឆ្មៃនឹងមានភក្តីភាពចំពោះគ្រួសារមានចិត្តកតញ្ញូចំពោះឪពុកម្ដាយកូនស្រីមានម្ដាយកូនត្រូវចងចាំថាមនុស្សប្រុសគឺតែងត្រូវការសម្រស់ខាងក្រៅដើម្បីលេងសើចសប្បាយមួយខណៈពេលបំពេញតម្រូវការរបស់តណ្ហាតែគេត្រូវការសម្រស់ខាងក្នុងដើម្បីបំពេញតម្រូវការរបស់បេះដូងនិងបំពេញន័យឲ្យជីវិតរបស់គេដែលខ្វះខាតឲ្យពេញលេញដូច្នេះកូនត្រូវមានសម្រស់ខាងក្នុងផងណាកូនកូនគុំតែងតែកាយតែកូនត្រូវតែតែងចិត្តផងសម្រស់ខាងក្រៅងាយនឹងរុះរយតែសម្រស់ខាងក្នុងបើកូនថែរក្សាបានល្អគឺនៅតែផូរផង់ជានិច្ចមនុស្សស្រីដែលល្អគឺដូចជាផ្កាដែលមានក្លិនក្រអូបវាជាទីត្រូវការរបស់សត្វមរៈជាតិទាំងឡាយកូនអើយកូនស្រីបុត្រីមានម្ដាយពីកូនឃ្លឺឆ្ងាយថែកាយឲ្យល្អរៀបរឹកទន់ភ្លន់ចិត្តធ្ងន់ស្មោះសរនោះក្នុងនគរសាទររកស្រីនួនអើយនួននាងត្រូវផ្ទៀងស្ដាប់ម្ដាយនឹងបរិយាយបកស្រាយសេចក្តីផ្ដែផ្ដាំប្រាប់ស្ងួនកូនអើយកូនស្រីមុនកូនធ្វើអ្វីសួរម្ដាយសិនរាកូនគុំលេះឡោះប្រុសមើងងាយចិត្តគុំរីមាយរីមុនស្នេហារឹងក្នុងទុនក្រៅដៅដល់ចរិយានោះហើយសាស្ត្រាការពីប្រាំងស្រីថ្ងៃខួបកំណើតមិនមែនជាថ្ងៃដែលកូនត្រូវរាំច្រៀងថ្ងៃខួបកំណើតមិនមែនជាថ្ងៃដែលកូនត្រូវកាត់នំផ្លុំទៀនថ្ងៃខួបកំណើតមិនមែនជាថ្ងៃដែលកូនត្រូវផឹកស្រាក្លែមសាច់តាមការពិតថ្ងៃខួបកំណើតគួរតែជាថ្ងៃដែលកូននាំគ្នាធ្វើពិធីនឹករលឹកដល់គុណរបស់ម៉ែទើបត្រឹមត្រូវមិនគួរណាកូនយកថ្លៃនៃសេចក្តីទុក្ខទៅធំធេងស្ទើរតែបាត់បង់ជីវិតរបស់ម៉ែមកធ្វើជាថ្ងៃសប្បាយរីករាយរំច្រៀងឡូឡាផ្លែមសាច់ផឹកស្រាសម្រាប់ខ្លួនឯងសោះម៉ែបង្កើតកូនស្ទើរសូន្យសង្ខារគូកូនមេត្តាពិចារណាផងថ្ងៃកូនកើតគឺជាថ្ងៃដែលម៉ែឈឺចុកចាប់ផ្លូវកាយយ៉ាងក្រៃលែងថ្ងៃកូនកើតគឺជាថ្ងៃដែលជីវិតរបស់ម៉ែក្បែរនឹងសេចក្តីស្លាប់ថ្ងៃកូនកើតគឺជាថ្ងៃដែលម៉ែបូជាគ្រប់យ៉ាងកូនធ្វើខួបកំណើតក៏ធ្វើទៅចោះតែកុំភ្លេចទៅសំពះថ្វាយបង្គំអរគុណម៉ែដែលបង្កើតខ្លួនផងថ្ងៃដែលកូនកើតម៉ែឈឺណាស់ឈឺក្រៃឈឺក្រាស់ហួសពណ៌នាថ្ងៃម៉ែរងទុក្ខសោកក្រំគ្រាចិត្តមាច់ជក់មាឆក់ជីវិតថ្ងៃកំណើតកូនថ្ងៃនឹកម៉ែតែពួកកូនបែរជាភ្លេចគិតយកថ្ងៃខ្លួនកើតជួបជុំមិត្តកាត់នំជុំចិត្តពិតឥតប្រែថ្ងៃខួបកំណើតកូនមកដល់កូនខ្វាយខ្វល់រវល់តែរំច្រៀងស៊ីផឹកចាងហោហែគ្មានគិតដល់ម៉ែសោះឡើយណាខួបកំណើតកូនឈ្ងួនចរណៃស្និទ្ធមិត្តប្រុសស្រីឆៃអាហារជប់លៀងសាច់ខ្លែមនិងសុរាបែបភ្លេចមេដាអ្នកបង្កើតអរគុណម៉ែរាល់ពេលកូនលំបាករាល់ពេលកូនមានសេចក្តីទុក្ខរាល់ពេលកូនជួបបញ្ហានៅក្នុងជីវិតរាល់ពេលកូនបាក់ទឹកចិត្តតែងតែមានវត្តមានរបស់ម៉ែមកជួយកូនជានិច្ចម៉ែគឺជាព្រះរស់តែជួយប្រោះប្រានកូនឲ្យរស់ម្ដងហើយម្ដងទៀតពេលដែលកូនជួបឧបសគ្គនានាក្នុងជីវិតម៉ែតែងចេញមុខមកជួយដោះស្រាយជួយខ្វល់ខ្វាយនិងផ្ដល់កម្លាំងចិត្តឲ្យកូន
ម៉ែរួមសុខរួមទុកជាមួយកូនគ្រប់ពេលវេលាទាំងអស់អរគុណម៉ែដែលតែងតែនៅក្បែរកូនទៅពេលកូនមានទុក្ខលំបាករាល់ពេលដែលកូនឈឺម្ដងម៉ែតែងយកចិត្តទុកដាក់ថ្នាក់ថ្នមចាពារមើលថែរក្សាកូនរហូតថ្ងៃខួបកំណើតមិនមែនជាថ្ងៃដែលត្រូវសប្បាយអរគុណម៉ែតែតែងតែនៅចាំលើកទឹកចិត្តចាំលួងលោមកូននៅពេលដែលកូនអស់សង្ឃឹមកូនបាក់រត់ចិត្តម៉ែប្រាប់កូនឲ្យរឹងមាំឲ្យកូនតស៊ូដើម្បីជំនះឧបសគ្គជីវិតឲ្យបានអរគុណម៉ែដែលតែងតែជួយលើកកូនឲ្យក្រោកនៅពេលដែលកូនដួលម្ដងហើយម៉ែតែងតែដាក់ហើយម៉ែតែងតែដាស់តឿនក្រានរំលឹកកូនជានិច្ចឲ្យកូនព្យាយាមក្រោកងើបឈរដោយខ្លួនឯងព្រោះពេលអត់ពីម៉ែទៅគ្មានអ្នកណាជួយលើកកូនឲ្យក្រោកក្រៅពីការប្រឹងប្រែងក្រោកដោយខ្លួនឯងឡើយអរគុណម៉ែដែលមិនបោះបង់កូនចោលនៅពេលដែលកូនមានទុក្ខម៉ែតែងផ្ដល់ភាពកក់ក្ដៅផ្ដល់ទំនុកចិត្តផ្ដល់ម្លប់ឲ្យកូនជ្រកនៅពេលដែលកូននឿយហត់នឹងផ្ដល់ស្នាមញញឹមយ៉ាងបរិសុទ្ធឲ្យកូនមានកម្លាំងចិត្តដើរទៅមុខទៀតអរគុណម៉ែចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បីកូនមិនថាពេលវេលាទ្រព្យសម្បត្តិកម្លាំងកាយចិត្តឬមិនថាជីវិតក៏ម៉ែហ៊ានលះបង់ដើម្បីកូនដែរអរគុណម៉ែចំពោះពាក្យទូន្មានព្រាមប្រដៅល្អដែលម៉ែទូន្មានរាល់ថ្ងៃព្រោះចង់ឲ្យកូនខ្លាយទៅជាមនុស្សល្អកូនល្អសិស្សល្អមិត្តល្អក្នុងសង្គមការលះបង់របស់ម៉ែមកលើកូនគឺច្រើនណាស់ដែលកូនមិនអាចរៀបរាប់ឲ្យអស់បានឡើយតែកូននឹងចងចាំនៅរាល់អំពើល្អគ្រប់យ៉ាងរបស់ម៉ែតែម៉ែធ្វើមកលើរូបកូនដរាបដល់កូនសូនជីវិតកូនស្រឡាញ់ម៉ែសៀវភៅវិជ្ជាមាសរបស់ម៉ែចាប់តែប៉ុណ្ណេះសូមអរគុណនិងអរគុណសម្រាប់ការយកចិត្តទុកដាក់ក្នុងការស្ដាប់សម្រាប់ការអានសៀវភៅវិជ្ជាមាសរបស់ម៉ែនេះតាំងពីដើមរហូតដល់ចប់សូមជូនពរអ្នកស្ដាប់និងអ្នកអានទាំងអស់គ្នាឲ្យមានសុខភាពល្អគ្រប់ៗគ្នា